ចូលនៅក្នុងយើងបន្តមកចំណុចទី2គឺ parameters នេះខ្ញុំបញ្យល់វាការយកវាក្នុងដំបូងយើងត្រូវ import system ដូចគ្នាយើង file user system ហ្នឹងហើយយើង create class product នេះ class product នេះ class product វាបង្ហាញ product ដែលនៅក្នុង variable វាបង្ហាញក្នុង variable នេះតមកយើង define store product name price ហើយអាពីរយើងដើម្បី store name ហើយ price ហើយមកយើង variable store យើង define public double string ហើយ name price វាដាក់ default របស់យើងទេវាpass value នៅពេលដែល object តមកយើងបង្កើត void show របបហ្នឹងវា display product price ហើយតមកយើងមើលសំខាន់គឺ static void main string នេះដែលនៅពេលដែល program វាចាប់ដើមយើងបង្កើត product new code បង្កើតនេះហើយ constructor នេះវាប្រើ value ដើម្បីចាប់ដើមរបស់ object មកចូលយើងត្រូវដាក់ pr ដែល show អានេះវា print result ទៅចេញឲ្យយើងឃើញហើយ output ចូលគេគឺ program/1000